តូចច្រឡឹងមិនបាច់ខំប្រឹងតែងខ្លួនទេស្រីស្រីតូចច្រឡឹងមិនបាច់ខំប្រឹងតែងខ្លួនទេស្រីស្រស់ដោយរូបអូនមិនខ្វាក់ទេប្តីស្រស់ដោយរូបអូនមិនខ្វាក់ទេប្តីប្រកុំមកស្ដីស្គាល់គេពីកាលណាប្រកុំមកស្ដីស្គាល់គេពីកាលណាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ះពាល់ត្រឹមតែវាចាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ះពាល់ត្រឹមតែវាចាព្រោះតែរូបបងចាប់ចិត្តស្នេហាព្រោះតែរូបបងចាប់ចិត្តស្នេហាបើចង់ត្រូវការស្នេហ៍ដល់ម៉ែអើបើចង់ត្រូវការស្នេហ៍ដល់ម៉ែអើបើអូនព្រមហើយបងមិនគន់តើយឲ្យចូលចាយជើបើអូនព្រមហើយបងមិនគន់តើយឲ្យចូលចាយជើមិនដឹងយកអូនក្នុងពេលអីលើមិនដឹងយកអូនក្នុងពេលអីលើតើតែម៉ែអើសម្រេចណាបងតើតែម៉ែអើសម្រេចណាបងបើគាត់បង្គាប់តែដំរី10នឹងផ្ទះមួយក្នុងបើគាត់បង្គាប់តែដំរី10នឹងផ្ទះមួយក្នុងតើហ៊ានទទួលឬទេប្របងតើហ៊ានទទួលឬទេប្របងដើម្បីនួនអងបងហ៊ានទាំងអងដើម្បីនួនអងបងហ៊ានទាំងអងស្រីតូចច្រឡឹងមិនបាច់ខំប្រឹងតែឯងខ្លួនទេស្រីស្រីតូចច្រឡឹងមិនបាច់ខំប្រឹងតែឯងខ្លួនទេស្រីស្រស់ដោយរូបអូនមិនខ្វាក់ទេប្តីស្រស់ដោយរូបអូនមិនខ្វាក់ទេប្តីប្រកុំមកស្ដីស្គាល់គេពីកាលណាប្រកុំមកស្ដីស្គាល់គេពីកាលណាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ះពាល់ត្រឹមតែវាចាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ះពាល់ត្រឹមតែវាចាព្រោះតែរូបបងចាប់ចិត្តស្នេហាព្រោះតែរូបបងចាប់ចិត្តស្នេហាបើចង់ត្រូវការស្នេហ៍ដល់ម៉ែអើបើចង់ត្រូវការស្នេហ៍ដល់ម៉ែអើបើអូនព្រមហើយបងមិនគន់តើយឲ្យចូលចាយជើបើអូនព្រមហើយបងមិនគន់តើយឲ្យចូលចាយជើមិនដឹងយកអូនក្នុងពេលអីលើមិនដឹងយកអូនក្នុងពេលអីលើតើតែម៉ែអើសម្រេចណាបងតើតែម៉ែអើសម្រេចណាបងបើគាត់បង្គាប់តែដំរី10នឹងផ្ទះមួយក្នុងបើគាត់បង្គាប់តែដំរី10នឹងផ្ទះមួយក្នុងតើហ៊ានទទួលឬទេប្របងតើហ៊ានទទួលឬទេប្របងដើម្បីនួនអងបងហ៊ានទាំងអងដើម្បីនួនអងបងហ៊ាន